នេតិកំណាបសូមជូនកំណាបក្រុមចំណងជើងថាម្ចាស់ជីវិតជ័យលាភីលេខ2ពានរង្វាន់អក្សរសិល្ប៍នូហាចឆ្នាំ2005និពន្ធដោយអ្នកស្រីច័ន្ទមុនីបទពាក្យ7សូត្របែបពីលៀបសូត្រដោយលោកយ៉ាន់បរិនកំដរត្រដោយលោកជុនធីរាវគ្គបញ្ចប់ដួលក្រឹបភ្លឹបឈឹងវឹងសងខាងលាចាំងលោកកាឈុំទាស្មៅកាប់លះវាំងលាត់លើយសពក្នុងក្រៅប៉ុននេះអើយគេហៅទៅផ្សារហើយសពសាច់សរសៃឈាមឆ្អឹងស្បែកជាចាប់បែងចែកមិនស្រឡាលៀមុខទឹកម៉ូតនេយជីត្រាំត្រើយជូនអ្នកអើយអស់ហើយណាម្ចាស់ថ្លៃសាច់ជ័យសាច់ចាំងស្រេចលើអ្នកដូចបានបាញ់ជាក់តាមអ្នកឆ្នៃប្រយោជន៍សពយ៉ាងអើយឥតសង្ស័យជួយលើកអើយដំឡៃឲ្យម្ចាស់ផ្កើម្ចាស់ទី1គឺម្ចាស់ចិញ្ចឹមដំរងដំរឹមលើកដំកើដល់ស្មៅខ្ចីចាំងអើយផ្ដល់ចំបើច្រើនតិចអើយស្ដួចស្ដើងអើយក៏បានឆ្ងាញ់ម្ចាស់ទី2ម្ចាស់ជីវិតផ្ដាច់ឲ្យសូនពិតរិទ្ធចម្រាញ់ជាមហូបអាហារសែនឈ្ងុយឆ្ងាញ់បំពន់មិនចាញ់
សាច់ដតីធ្វើសុខធ្វើឆាតាមចំណងហាន់បាញ់ឆិតត្រង់ភ្លុងលោកលីគ្រឿងក្នុងសាច់វាវអើយភ្លឺរំពៃថែមពីញើយស្លឹកក្រៃងើជាត្រនាប់ហាន់ជាបន្ទាំងប្រឡាំងហាលឈាមដែលហូរច្រើនសន្ធប់សន្ធឹកទុកឆាយជាបន្ទាប់ថែមថយប្រសពមើងដោយអ្នកឆ្នៃកាលនៅរួមជួយកម្លាំងគ្រប់ជួនដឹកទាំងយប់ឥតសំចៃលុះដល់ចរៀងបដូកំរៃពេញជាឃាតតថ្លៃផ្ដាច់ជីវិតមួយជាតិរងកម្មធ្ងន់ធ្ងរណាស់មួយជាតិកម្មក្រាស់ម្ចាស់ពីពិតម្ចាស់ដើមអ្នកស្រែថែទាំគិតចុងក្រោយនៅចិត្តម្ចាស់ពេញជាឃាតកម្មវិធីនេះរៀបចំដោយសមូហកម្មអក្សរសិល្ប៍នោះហាចឧបត្ថម្ភដោយមូលនិធិ Toyota